ខ្ញុំពិតជាអរគុណណាស់ចំពោះអ្នកដែលតែងតែជួយឧបត្ថម្ភខ្ញុំនៅក្នុងការទិញការទូរស័ព្ទបញ្ចូលអ៊ីនធឺណិតថតជាវីដេអូចែកជូនអ្នកទាំងអស់គ្នាទស្សនាកម្សាន្តជាហូរហើយកន្លងមកជាមួយគ្នានេះផងដែរខ្ញុំសូមអរគុណចំពោះអ្នកដែលគាត់មានឈ្មោះថាសាំងលីតាដែលគាត់បានជួយឧបត្ថម្ភខ្ញុំនៅទឹកប្រាក់ចំនួន31,400រៀលចាគឺគាត់ឧបត្ថម្ភខ្ញុំចំនួន2ដងអញ្ចឹងណាអញ្ចឹងគឺខ្ញុំបូកសរុបចូលគ្នាតែម្ដងពិតជាអរគុណអ្នកទាំងអស់គ្នាខ្លាំងមែនទែនតែម្ដងអ្នកទាំងអស់គ្នាអាចជួយឧបត្ថម្ភខ្ញុំតាមរយៈ barcode ដូចដែលមានបង្ហាញនៅលើអេក្រង់ទូរស័ព្ទមានផងដែរដើម្បីខ្ញុំអាចទិញការទូរស័ព្ទបញ្ចូលអ៊ីនធឺណិតថតជាវីដេអូចែកជូនអ្នកទាំងអស់គ្នាទស្សនាកម្សាន្តជាហូរបន្តទៀតសូមអរគុណយើងមកតាមដានស្ដាប់ការវិភាគរបស់យើងមកតទៅទៀតចង់ដឹងថាតើពេលនេះមកនេះមានអ្វីសម្រាប់អ្នកដែលកំពុងតែទស្សនាការវិភាគរបស់ខ្ញុំមានអ្វីដែលអ្នកគួរតែដឹងនិងមានអ្វីដែលអ្នកត្រូវទទួលដល់ទេនៅក្នុងពេលឆាប់ខាងមុខនេះអ្នកដែលស្ដាប់ការវិភាគរបស់ខ្ញុំនៅក្នុងពេលនេះអ្នកអាចមានអាយុ18ឆ្នាំ19ឆ្នាំឡើងទៅលើអ្នកដែលស្ដាប់ការវិភាគរបស់ខ្ញុំអ្នកអាចមាន zodiac sign ជា Aries គឺមានធាតុភ្លើងឬក៏អនុញ្ញាតបានមួយទៀតថាអ្នកដែលស្ដាប់ការវិភាគរបស់ខ្ញុំអ្នកជួបដោះស្រាយជាមួយនឹងមនុស្សដែលមាន zodiac sign ជា Aries អាចមាននរណាម្នាក់នៅក្នុងក្រុមគ្រួសាររបស់អ្នកដែលនឹងប្រសូតបុត្រឆាប់នេះឬក៏ខ្លួនអ្នកតែម្ដងដែលនឹងមានកម្រងឬក៏អនុញ្ញាតថាចិត្តដល់ថ្ងៃខែដែលអ្នកត្រូវប្រសូតបុត្រឬក៏អនុញ្ញាតបានមួយទៀតថាអ្នកដែលស្ដាប់ការវិភាគរបស់ខ្ញុំអ្នកបានបាត់បង់កូនរបស់អ្នកនៅក្នុងឆ្នាំ2018ឬក៏2019ហើយកូនរបស់អ្នកនោះគឺមានធាតុភ្លើងមាន zodiac sign ជា Aries ក៏ថាបានផងដែរអាចថាសម្រាប់អ្នកខ្លះមិនមែនជាការបាត់បង់កូនបង្កើតទេប៉ុន្តែអាចជាមិត្តភ័ក្តិដែលអ្នកធ្លាប់ស្គាល់គ្នាតាំងពីកុមារភាពមកក៏ថាបានផងដែរឆ្នាំ2018ឆ្នាំ2019អាចជាឆ្នាំសំខាន់សម្រាប់អ្នកដែលស្ដាប់ការវិភាគរបស់ខ្ញុំដោយថាមានព្រឹត្តិការណ៍អ្វីមួយដែលកើតឡើងដែលគួរជាទីចងចាំនៅក្នុងជីវិតរបស់អ្នកឬក៏អនុញ្ញាតបានមួយទៀតថាទំនាក់ទំនងរបស់អ្នកដែលស្ដាប់ការវិភាគរបស់ខ្ញុំដែលបានបញ្ចប់តាំងពីឆ្នាំ2018 2019ឥឡូវនេះគឺឆ្នាំ2026ចាអាចនឹងមានការចាប់ផ្ដើមនៅទំនាក់ទំនងថ្មីមួយហ្នឹងណាដោយថាវាបានបញ្ចប់តាំងពីឆ្នាំហ្នឹងទៅហើយប៉ុន្តែមកដល់ឆ្នាំនេះគឺដូចជានឹងមានការចាប់ផ្ដើមថ្មីរវាងអ្នកនិងមនុស្សដែលបានផ្ដាច់ទំនាក់ទំនងជាមួយអ្នកការចាប់ផ្ដើមថ្មីរវាងអ្នកនិងគេអាចជាការចាប់ផ្ដើមពីចំណុច0តែម្ដងឬក៏អាចនិយាយថាមនុស្សដែលអ្នកបានបែកបាក់ជាមួយនឹងគឺគេត្រឡប់មកវិញក្នុងនាមជាមនុស្សថ្មីឬក៏អាចនិយាយថាអ្នកមានការគិតថ្មីចំពោះមនុស្សដែលអ្នកធ្លាប់តាក់ទងជាមួយនឹងការគិតថ្មីគឺជាការយល់ឃើញដែលអ្នកមានចំពោះគេឧទាហរណ៍ថាពីមុនអ្នកធ្លាប់គិតថាគេគឺជាមនុស្សបែបនេះបែបនោះតែទៅពេលឥឡូវនេះគឺអ្នកគិតថាគេគឺជាមនុស្សផ្សេងមួយទៀតនៅក្នុងបេះដូងរបស់អ្នកនៅក្នុងការពិចារណារបស់អ្នកពីមុនអ្នកដែលអ្នកបែកបាក់ជាមួយនឹងអាចមានអត្តចរិតជាក្មេងស្ដាប់តាមបង្គាប់អ្នកដតីគេប្រាប់ថាទៅឆ្វេងស្ដាំអញ្ចឹងណាប៉ុន្តែមនុស្សម្នាក់ហ្នឹងគឺនៅពេលដែលអ្នកបានជួបលើកជាថ្មីត្រឡប់មកវិញហ្នឹងគឺគេអាចនឹងមានកម្រិតចាស់ទុំជាងមុននេះគឺជាការគិតថ្មីដែលអ្នកស្ដាប់ការវិភាគនេះយល់ឃើញចំពោះគេឬក៏និយាយបានថាមនុស្សដែលអ្នកស្ដាប់ការវិភាគរបស់ខ្ញុំនឹងជួបនៅក្នុងពេលខាងមុខនេះគឺគេមានកូនរបស់គេហើយអាចនិយាយបានមួយទៀតថាកូនរបស់គេហ្នឹងគឺបានបាត់បង់ផុតហើយណាអ្នកដែលស្ដាប់ការវិភាគរបស់ខ្ញុំអ្នកអាចជាមនុស្សធ្វើការខាងវិទ្យាសាស្ត្រអាចជាកលិនឧបថាយិកាជាអ្នកមើលថែមនុស្សចាស់ឬក៏អាចជាគ្រូពេទ្យតែម្ដងណាអាចនិយាយបានមួយទៀតថាអ្នកដែលស្ដាប់ការវិភាគរបស់ខ្ញុំគឺមានសាច់ញាតិរបស់អ្នកមានជំងឺគេងសម្រាប់នៅមន្ទីរពេទ្យក៏ថាបានផងដែរមើលទៅអ្នកនឹងបានជួបជាមួយនឹងមនុស្សដែលពិតជាមានលុយមានទ្រព្យច្រើនមែនទែនតែម្ដងណាគេអាចជាមនុស្សដែលមានលុយរហូតទៅដល់រាប់លានដុល្លារផងដែរប៉ុន្តែគេអាចមានសុខភាពមិនសូវជាល្អទេជាពិសេសគឺសុខភាពផ្លូវចិត្តរបស់គេតែម្ដងមនុស្សដែលអ្នកនឹងជួបនៅក្នុងពេលខាងមុខនេះដែលជាអ្នកមានទ្រព្យមានលុយមានកាក់ហ្នឹងគេអាចជាមនុស្សដែលមានអាយុចន្លោះពី29 25ឬក៏អាយុ31ឆ្នាំផងដែរអ្នកដែលស្ដាប់ការវិភាគរបស់ខ្ញុំអ្នកអាចនឹងមានមនុស្សនៅក្នុងចិត្តរបស់អ្នកហើយអ្នកគិតថាមនុស្សដែលនៅក្នុងចិត្តរបស់អ្នកហ្នឹងគឺគេស្រឡាញ់អ្នកគេចង់បានអ្នកចង់រស់នៅជាមួយអ្នកហើយការគិតរបស់អ្នកគឺពិតជាត្រឹមត្រូវមែនដោយសារតែការគិតរបស់យើងគឺជាការផ្ដល់ទៅឲ្យចក្រវាឡដើម្បីឲ្យចក្រវាឡអូសទាញនៅផ្លូវចិត្តរបស់មនុស្សដែលអ្នកគិតដល់ហ្នឹងឲ្យមានអារម្មណ៍មកលើអ្នកដែរចា៎ហើយអ្នកអាចនឹងជួបជាមួយនឹងមនុស្សដែលនៅក្នុងចិត្តរបស់អ្នកនោះតាំងពីឆ្នាំ2025ផងដែរក៏ថាបានសម្រាប់អ្នកខ្លះគឺបានជួបគេតាំងពីឆ្នាំ2018 2019មកឬក៏អាចនិយាយថាគឺអ្នកបានជួបគេតាំងពីអ្នកអាយុ28ឆ្នាំមកដូច្នេះមនុស្សដែលអ្នកធ្លាប់ជួបមនុស្សដែលអ្នកធ្លាប់តាក់ទងនោះគឺគេត្រឡប់មកវិញហើយប៉ុន្តែបញ្ជាក់គេគឺជាអ្នកមានលុយមានទ្រព្យប៉ុន្តែគេមកលើនេះក៏លក្ខណៈថានាំជំងឺមកដែរដូចថាសុខភាពរបស់គេមិនសូវជាល្អទេជាពិសេសគឺសុខភាពផ្លូវចិត្តនឹងតែម្ដងណាសូមឲ្យអ្នកយកចិត្តទុកដាក់ក្នុងចំណុចហ្នឹងតិចសម្រាប់អ្នកស្ដាប់ការវិភាគរបស់ខ្ញុំមួយចំនួនមនុស្សដែលអ្នកនឹងជួបនោះអាចមកពីខ្សែរាជវង្សណាចាដែលគាត់ភិកច្រើនចូលចិត្តស្លៀកពាក់ជាកៅអៅគេហៅថាឈុតណាចាមានអាវធំខ្វែសេខាងក្រៅនឹងឯងឬក៏អ្នកខ្លះគាត់មកពីឋានៈខ្ពស់
តាក់ទងជាមួយនឹងវិស័យយោធាវិស័យការពារជាតិអាចជាប៉ូលីសឬក៏ជាទាហានថ្នាក់ខ្ពស់ដែលចូលចិត្តស្លៀកពាក់លក្ខណៈឯកសណ្ឋានឈុតៗហ្នឹងទ្រព្យសម្បត្តិដែលគេមានគេអាចនឹងទទួលបានជាគេមរតកពីក្រុមគ្រួសាររបស់គេមកក៏ថាបានផងដែរមិនរកបានដោយខ្លួនឯងចឹងទេគេអាចជាមនុស្សដែលទទួលបានឋានៈបុណ្យស័ក្តិតពីក្រុមគ្រួសាររបស់គេមកនោះម្នាក់ហ្នឹងគឺគេអាចនឹងទិញអំណោយមកឲ្យអ្នកដែលស្ដាប់ការនិយាយរបស់ខ្ញុំឬក៏អាចនិយាយថាភាសានៃការស្រឡាញ់របស់គេគឺជាការផ្ដល់អំណោយផ្ដល់កាដូនោះដែលអ្នកនឹងជួបអាចជាអ្នកជំនួញដែលមានអាជីវកម្មបន្តខ្លួនរបស់គេក៏ថាបានផងដែរហើយនិយាយទៅគេគឺជាមនុស្សដែលមានសពគ្រប់បែបយ៉ាងតែម្ដងលុយឋានៈទ្រព្យសម្បត្តិរបស់របរប្រើប្រាស់គឺគេមានពេញបរិបូរណ៍សិតតែជារបស់ថ្លៃៗល្អៗបើទោះបីជាគេធ្វើការឲ្យក្រុមហ៊ុនក៏គេជាមេដឹកនាំឬក៏ថ្នាក់ដឹកនាំឬក៏ជាមេក្រុមផងដែរគឺគេមើលមកថាគេត្រូវការអ្នកដែលស្ដាប់ការនិយាយដោយសារតែអ្នកដែលស្ដាប់ការនិយាយរបស់ខ្ញុំនេះអ្នកមានចំណុចពិសេសនៅពេលដែលគេនៅក្បែរអ្នកគឺអ្នកប្រៀបដូចជាគ្រូពេទ្យដែលមើលថែរបួសផ្លូវចិត្តរបស់គេឬក៏អាចនិយាយថាធ្វើឲ្យគេមានអារម្មណ៍ល្អជាមួយអ្នកសុខភាពផ្លូវចិត្តផ្លូវកាយរបស់គេរៀងមានដំណឹងណាបើសិនបើអ្នកមានតួនាទីមុខងារជាគ្រូពេទ្យជាវេជ្ជបណ្ឌិតជាគិលានុបដ្ឋាយិកាឬក៏ជាអ្នកមើលថែអ្នកជំងឺអីចឹងច្បាស់ណាស់ថាមនុស្សម្នាក់ហ្នឹងគឺគេនឹងជួលអ្នកឲ្យតែធ្វើការឲ្យគេឬក៏ឲ្យតែមើលថែគេតែម្ដងឬក៏តែមើលថែមនុស្សដែលនៅក្នុងក្រុមគ្រួសាររបស់គេដែលមានជំងឺមនុស្សដែលអ្នកនឹងជួបនៅក្នុងពេលខាងមុខនេះអាចនិយាយថាគឺគេមានគ្រប់យ៉ាងដែលគេមានតែម្ដងប៉ុន្តែអ្វីដែលគេខ្វះខាតគឺផ្នែកសតិស្មារតីឬក៏អាចនិយាយថាអារម្មណ៍របស់គេគឺអត់នឹងណូចាអញនិយាយថាគេរកសេចក្តីសុខតាក់ទងជាមួយនឹងផ្លូវចិត្តរបស់គេអត់តាន់បានប៉ុន្តែអ្នកស្ដាប់ការនិយាយរបស់ខ្ញុំនេះអ្នកត្រូវបានគេហៅថាអំណោយពីព្រះជាម្ចាស់ដែលធ្វើឲ្យអ្នកគឺជាមនុស្សដែលមានសេចក្តីសុខផ្លូវចិត្តដែលធ្វើឲ្យអ្នកគឺជាមនុស្សដែលមានអារម្មណ៍នឹងណូដែលមនុស្សដែលអ្នកមានទ្រព្យម្នាក់ហ្នឹងដែលគេត្រូវការចាដូច្នេះហើយទៅគេឃើញអ្នកគឺនៅពេលដែលគេចំណាយពេលវេលានៅជាមួយអ្នកឬក៏ជជែកជាមួយអ្នកគឺគេមានអារម្មណ៍ថាគេមានអ្វីដែលគេខ្វះខាតអាននិយាយបែបមួយទៀតថាគឺគេរកមនុស្សណាដែលគេទុកចិត្តអត់បានប៉ុន្តែគេអាចទុកចិត្តជាមួយនឹងអ្នកដែលស្ដាប់ការនិយាយរបស់ខ្ញុំបានអញ្ចឹងហើយទើបគេត្រឡប់មករកអ្នកវិញណាសម្រាប់អ្នកស្ដាប់ការនិយាយរបស់ខ្ញុំមួយចំនួនអាននិយាយថាមិនមែនជាមនោសញ្ចេតនាទេប៉ុន្តែមនុស្សម្នាក់ហ្នឹងគឺគេត្រឡប់មកក្នុងនាមចង់ជួលអ្នកឲ្យធ្វើការឲ្យគេដោយសារតែគេទុកចិត្តអ្នកបានគេអាចនឹងអញ្ជើញអ្នកឲ្យទៅផ្ទះរបស់គេក៏ថាបានផងដែរអ្នកដូចជានឹងបានរៀបការហើយនៅក្នុងឆ្នាំនេះតែម្ដងមនុស្សដែលអ្នកនឹងរៀបការជាមួយគេអាចនឹងមានអាយុ30ឆ្នាំឡើងទៅ40ឆ្នាំឡើងណាមនុស្សដែលអ្នកនឹងរៀបការជាមួយនេះគឺអ្នកធ្លាប់ជួបគេតាំងពីឆ្នាំ2020 2022ឬក៏2025មនុស្សម្នាក់ហ្នឹងគេអាចនឹងកំពុងតែពិចារណាថាតើគួរធ្វើយ៉ាងណាទើបអាចរួមរស់នៅក្រោមដំបូលផ្ទះតែមួយជាមួយអ្នកបានអញ្ចឹងណាតើគេគួរតែអញ្ជើញអ្នកឲ្យទៅរស់នៅជាមួយគេឬក៏គេគួរតែមករស់នៅតំបន់ដែលអ្នករស់នៅវិញលក្ខណៈថាផ្លាស់ប្ដូរទីលំនៅអញ្ចឹងណាសម្រាប់អ្នកស្ដាប់ការនិយាយរបស់ខ្ញុំមួយចំនួនមនុស្សដែលអ្នកនឹងជួបនៅក្នុងពេលខាងមុខនេះគេអាចនឹងផ្ដល់ជាផ្ទះមួយឲ្យអ្នកទិញផ្ទះឲ្យអ្នកតែម្ដងជាអំណោយឬក៏អាចនិយាយថាទិញផ្ទះរស់នៅរួមរស់ជាមួយគ្នាតែម្ដងណាមនុស្សម្នាក់ហ្នឹងច្បាស់ណាស់ថាគេមានគំនិតចង់រៀបការគេអាចនឹងចូលស្ដីឬក៏ចូលសួរអ្នកនៅក្នុងខែមេសាឬក៏អ្នកខ្លះអាចនឹងគេចូលសួរហើយទៅហើយតាំងពីខែកុម្ភៈមកហើយអាចនឹងមានឱកាសនៅក្នុងការរៀបការនៅក្នុងខែមេសានឹងផងដែរគឺខែចូលឆ្នាំខ្មែរយើងនឹងឯងអ្នកដែលស្ដាប់ការនិយាយរបស់ខ្ញុំអ្នកអាចនឹងមានមន្តស្នេហ៍តាក់ទាញមនុស្សជាច្រើនឲ្យគេស្រឡាញ់អ្នកនៅក្នុងពេលថ្មីៗនេះឬក៏ជួបជាមួយនឹងមនុស្សជាច្រើនដែលគេចាប់អារម្មណ៍ជាមួយអ្នកប៉ុន្តែអ្នកនឹងបានរៀបការជាមួយនឹងមនុស្សដែលមានទ្រព្យមានសម្បត្តិម្នាក់នេះហើយគឺអ្នកជ្រើសរើសគេដោយខ្លួនឯងតែម្ដងអ្នកមានឱកាសនៅក្នុងការដែលជួបមុខផ្ទាល់ជាមួយនឹងមនុស្សម្នាក់ហ្នឹងគឺនៅក្នុងខែមេសាហ្នឹងតែម្ដងណាអ្នកដែលស្ដាប់ការនិយាយរបស់ខ្ញុំនេះអ្នកអាចជាមនុស្សដែលពូកែយល់ចិត្តអ្នកដទៃចាលក្ខណៈថាចេះអានចិត្តគេអញ្ចឹងណាចេះផ្គប់គុណគេអញ្ចឹងទៅបានជាមនុស្សដែលគេនឹងចូលមករកអ្នកហ្នឹងគឺគេជួយចិត្តជាមួយអ្នកតែម្ដងលក្ខណៈថាធ្វើអារម្មណ៍របស់គេដូចនិយាយតាំងពីដើមបៀដែរនៅពេលដែលជជែកជាមួយអ្នកនៅជាមួយអ្នកគឺគេមានអារម្មណ៍ផាសុខភាពមានអារម្មណ៍ថាមានសុវត្ថិភាពណាមនុស្សម្នាក់ហ្នឹងគឺគេអត់ដែរអញ្ជើញនរណាឬក៏តាក់ទងជាមួយនរណាញ៉ៃញ៉ៃទេហើយគេពិបាកនៅក្នុងការទុកចិត្តអ្នកដទៃប៉ុន្តែគឺគេនឹងអញ្ជើញអ្នកហើយនឹងទុកចិត្តអ្នកឲ្យអ្នកទៅផ្ទះរបស់គេទៅកន្លែងណាដែលជាតំបន់រស់នៅរបស់គេអ្នកអាចនឹងទទួលបានការអញ្ជើញឬក៏ទទួលបានការផ្ញើសារពីគេនៅក្នុងរយៈពេល3ថ្ងៃបន្ទាប់ពីស្ដាប់ការនិយាយនេះហើយឬក៏ក្នុងរយៈពេល1សប្តាហ៍បន្ទាប់ពីស្ដាប់ការនិយាយនេះហើយពីព្រោះថាមនុស្សម្នាក់ហ្នឹងគឺគេត្រៀមខ្លួនរួចរាល់ទៅហើយនៅក្នុងការតាក់ទងម្នាក់គឺគេលែងរងចាំនៅក្នុងការសង្កេតអ្នកតទៅទៀតហើយដោយសារតែគេតាមដានអ្នករយៈពេលជាយូរណាស់មកហើយដែរអញ្ចឹងគឺគេច្បាស់នៅក្នុងចិត្តរបស់គេ
គេអាចនឹងតាក់ទងមកអ្នកដែលស្ដាប់ការពិតរបស់ខ្ញុំនៅថ្ងៃចុងសប្ដាហ៍គឺថ្ងៃសៅរ៍ថ្ងៃអាទិត្យនឹងឯងមនុស្សម្នាក់ហ្នឹងគឺគេគិតខ្វល់ច្រើនដែរមុននឹងផ្ញើសារមកអ្នកមុននឹងតាក់ទងមកអ្នកគឺគេព្រួយបារម្ភច្រើនដែរតម្រាំតែគេដាច់ចិត្តហើយមានភាពក្លាហានតាក់ទងមកអ្នកហ្នឹងគឺគេតាំងចិត្តខ្ពស់ដែរគេអាចជាមនុស្សដែលខ្វះទំនុកចិត្តលើខ្លួនឯងជាពិសេសតាក់ទងជាមួយនឹងរឿងមនោសញ្ចេតនាតែម្ដងណាទៅធ្វើឲ្យគេពិបាកនៅក្នុងការបញ្ជាក់អារម្មណ៍របស់គេទៅកាន់មនុស្សដែលគេចាប់អារម្មណ៍មនុស្សដែលគេស្រឡាញ់មនុស្សម្នាក់ហ្នឹងនៅពេលដែលគេតាក់ទងជាមួយអ្នកដែលស្ដាប់ការពិតរបស់ខ្ញុំគឺគេនឹងប្រាប់រាល់សមាជិកក្រុមគ្រួសាររបស់គេតែម្ដងថាគេស្រឡាញ់អ្នកគេចាប់អារម្មណ៍ជាមួយអ្នកគេចង់សាងគ្រួសារជាមួយអ្នកអញ្ចឹងណាគឺគេមកបែបច្បាស់លាស់មកបែបប្រកបវិជ្ជាហ្មងគេអាចនឹងពិចារណាច្រើនដោយសារអ្នកទាំងពីរអាចមានឋានៈបុណ្យស័ក្តិខុសគ្នាអញ្ចឹងណាដូចថាកម្រិតជីវភាពខុសគ្នាទៅធ្វើឲ្យគេរៀងគិតច្រើនដែរឬក៏មួយទៀតគឺអ្នកទាំងពីររស់នៅដែនឆ្ងាយពីគ្នាឆ្លងស្រុកឆ្លងខេត្តឆ្លងប្រទេសអញ្ចឹងណាទៅធ្វើឲ្យគេពិបាកនៅក្នុងការសម្រេចចិត្តមកតាក់ទងជាមួយអ្នកសម្រាប់អ្នកស្ដាប់ការពិតរបស់ខ្ញុំមួយចំនួនមនុស្សដែលគេនឹងមកតាក់ទងជាមួយអ្នកគេអាចជាតារាល្បីណាម្នាក់ក៏ថាបានផងដែរគេអាចជាម្ចាស់ពានរង្វាន់ជាច្រើនមុខជំនាញផងដែរពិសេសគឺគេមានជ័យលាភីតាក់ទងជាមួយនឹងខាងវិស័យកីឡាប៉ុន្តែគេគឺជាមនុស្សដែលខ្វះភាពកក់ក្ដៅតាក់ទងជាមួយនឹងការស្រឡាញ់ច្បាស់ណាស់ថាមនុស្សម្នាក់ហ្នឹងគឺជាតារាល្បីឈ្មោះគឺជាមនុស្សដែលមានកេរ្តិ៍ឈ្មោះគឺជាអ្នកមានទ្រព្យមានលុយមានសម្បត្តិហើយអ្នកទាំងពីរអាចនឹងភ្ជាប់ទំនាក់ទំនងជាមួយគ្នាតាំងពីជាតិមុនមកដោយថាធ្លាប់បានរៀបការជាមួយគ្នាតាំងពីអតីតជាតិមកអញ្ចឹងនៅក្នុងជាតិនេះគឺផ្សងជួបគ្នាសាជាថ្មីអ្នកដែលស្ដាប់ការពិតរបស់ខ្ញុំអ្នកអាចនឹងឧស្សាហ៍ឃើញលេខ1111ចេញញឹកញាប់ផងដែរឬក៏ម៉ោង11:11នាទីចេញញឹកញាប់ហើយអញនិយាយថាពីមុនមកគឺអ្នកមានទំនាក់ទំនងច្រើនប៉ុន្តែអត់ជាប់លាប់ទេឬក៏អញនិយាយថាអត់ជួបជាមួយនឹងមនុស្សដែលច្បាស់ការដោយសារតែគូរបស់អ្នកគឺជាម្នាក់នេះឯងដែលអ្នកនឹងជួបនៅក្នុងពេលបន្ទាប់ពីស្ដាប់ការរៀននេះនៅពេលដែលអ្នកជួបគេគឺអ្នកមានអារម្មណ៍ថាផ្លូវចិត្តរបស់អ្នកក៏ធូរស្បើយដែរដោយថាអ្នកបំពេញឲ្យគ្នាទៅវិញទៅមកគេខ្វះខាតអីគឺអ្នកមាននឹងដល់ទៅពេលអ្នកខ្វះខាតអីគឺគេមាននឹងនៅពេលដែលអ្នកនៅក្បែរគេតាក់ទងជាមួយគេគឺអ្នកមានអារម្មណ៍ថាខ្លួនឯងគឺជាខ្លួនឯងហើយមានអារម្មណ៍នឹងណូចាលក្ខណៈថាផ្លូវចិត្តរបស់អ្នកស្ងប់មនុស្សដែលគេនឹងមកតាក់ទងជាមួយអ្នកដែលស្ដាប់ការងារគេក៏យល់ឃើញថាអ្នកគឺជាមនុស្សដែលទៀងត្រង់ចាគឺជាមនុស្សដែលស្មោះត្រង់ម្នាក់អ្នកនឹងមានអារម្មណ៍ថាជីវិតអ្នកប្រៀបដូចជាជួបជាមួយនឹងរឿងអភូតហេតុរឿងដែលអស្ចារ្យដែលអ្នកនឹកស្មានមកដល់នៅពេលដែលមនុស្សម្នាក់ដែលល្បីហើយមានទ្រព្យហ្នឹងមកតាក់ទងឬក៏មកសុំអ្នករៀបការនឹងមានមនុស្សជាច្រើនដែលគេនឹងចំណាយអ្នកជាពិសេសគឺមិត្តភ័ក្តិឬក៏ក្រុមគ្រួសាររបស់អ្នកនឹងតែម្ដងដែលចំណាយអ្នកនៅពេលដែលអ្នកបានជួបប្រសពគូជាមួយនឹងមនុស្សដែលល្អមនុស្សដែលអ្នកមានទ្រព្យមនុស្សដែលមានកេរ្តិ៍ឈ្មោះម្នាក់ហ្នឹងគេភ័យខ្លាចដែរភ័យខ្លាចថាអ្នកដែលស្ដាប់ការនិយាយនេះបដិសេធនៅពេលដែលគេតាក់ទងម្នាក់អញ្ចឹងណាតាមពិតគេព្រួយបារម្ភដែរហ្នឹងអ្នកដែលស្ដាប់ការនិយាយនេះអាចមើលទៅមនុស្សដែលគេនឹងមកតាក់ទងជាមួយអ្នកហ្នឹងថាមនុស្សម្នាក់ហ្នឹងគឺគេមានបរិបូរណ៍គ្រប់យ៉ាងជីវិតមានគេហៅថាសេរីសួស្តីឬក៏អាចនិយាយថារីករាយជីវិតដែលសុបាយអញ្ចឹងណាប៉ុន្តែតាមពិតទៅអត់ទេនៅពីក្រោយខ្នងរបស់គេក៏មានវាំងនន់ខ្មៅមានការប្របាក់ចិត្តដែលគេលាក់បាំងអត់ឲ្យនរណាម្នាក់ដឹងដែរអាចនិយាយបានមួយទៀតថាមនុស្សដែលគេនឹងមកតាក់ទងជាមួយអ្នកដែលស្ដាប់ការនិយាយរបស់ខ្ញុំគេមានកូនរបស់គេរួចទៅហើយណាចាអញ្ចឹងទៅគឺគេឃើញថាអ្នកនេះមានភាពចាស់ទុំឬក៏អាចនិយាយថាអ្នកអាចមើលថែកូនរបស់គេបានណាទៅគេចូលមករកអ្នកអាចដោយសារតែចំណេះជំនាញដែលអ្នកមានឬក៏អាចនិយាយថាអ្នកគឺជាមនុស្សដែលពូកែនៅក្នុងការមើលថែអ្នកដទៃអញ្ចឹងគេចាប់អារម្មណ៍អាចនិយាយបានមួយទៀតផងដែរថាមនុស្សដែលគេចូលមកតាក់ទងជាមួយអ្នកហ្នឹងគឺគេចង់មានកូនរួមគ្នាជាមួយអ្នកគេអត់មានកូនខ្លួនគេទេប៉ុន្តែគឺគេចង់លក្ខណៈថាសាងជីវិតជាមួយអ្នកមានកូនពូនជាចៅជាមួយគ្នាអ្នកអាចដឹងថាមនុស្សណាជាគូរបស់អ្នកដែលអ្នកគួរតែចំណាយពេលវេលាជីវិតឬក៏យល់ព្រមនៅក្នុងការសាងអនាគតជាមួយគេបានគឺសង្កេតទៅលើអារម្មណ៍របស់អ្នកនៅពេលដែលនៅក្បែរគេនៅពេលដែលប្រស័យតាក់ទងជាមួយគេនៅពេលដែលអ្នកជួបគេជាលើកដំបូងណាចាបើសិនបើអ្នកជួបគេហើយអ្នកមានអារម្មណ៍ស្និទ្ធស្នាលអ្នកមានអារម្មណ៍ស្រឡាញ់ចាបើថាម្នាក់ហ្នឹងគឺជាគូរបស់អ្នកឯងបញ្ជាក់ម្ដងទៀតគឺអ្នកអាចនឹងទទួលបានការសុំរៀបការពីគេឬក៏ការចូលស្ដីដណ្ដឹងការសួរនាំពីគេនៅក្នុងខែមេសាហើយអ្នកអាចនឹងរៀបការនៅក្នុងរដូវក្តៅខ្មែរយើងហ្នឹងរដូវប្រាំងហ្នឹងឯងសូមឲ្យអ្នកត្រៀមខ្លួនទទួលរឿងជោគជ័យគេហៅថារឿងសិរីមង្គលនៅក្នុងឆ្នាំហ្នឹងតែម្ដងណាគឺឆ្នាំដែលអ្នកស្ដាប់ការបៀននេះនិយាយទៅគឺអ្នកដែលស្ដាប់ការមានរបស់ខ្ញុំកំណត់ត្រូវឲ្យជួបជាមួយនឹងគូរបស់អ្នកម្នាក់ហ្នឹងហ្មងណាចានេះគឺជាទីបញ្ចប់សម្រាប់ការមាននៅក្នុងពេលនេះហើយខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងចូលចិត្តការនិយាយរបស់ខ្ញុំសូមកុំភ្លេចជួយ Like Subscribe និង Share Channel របស់ខ្ញុំម្នាក់មួយផងដែរក៏ដូចជាជួយ Comment ខាងក្រោមវីដេអូថាតើការទូទាយនេះត្រូវជាមួយអ្នកទាំងអស់គ្នាបានប្រមាណភាគរយដើម្បីជាការចែករំលែកទៅដល់អ្នកដទៃសូមអរគុណជួបគ្នានៅក្នុងឱកាសក្រោយខ្ញុំចង់បញ្ជាក់ផងដែរថាខ្ញុំអត់មានទទួលមកបៀបផ្ទាល់ខ្លួនទេបើសិនបើអ្នកទាំងអស់គ្នាចាប់អារម្មណ៍គឺខ្ញុំមានតែលក់នៅក្នុងការរៀនមើលបៀចា
ចាខ្ញុំមានលក់ជា PDF ខ្ញុំមានលក់ជាវីដេអូបើសិនបើអ្នកទាំងអស់គ្នាមានអ្នកណាគាត់ត្រូវការអាច comment នៅក្រោមវីដេអូរបស់ខ្ញុំក៏បានអាចតាក់ទងតាម Telegram ក៏បានដែរ Telegram របស់ខ្ញុំគឺមានលេខ098 29 12 16នៅពេលអ្នកទាំងអស់គ្នា search ទៅគឺនឹងឃើញរូបខ្ញុំនៅកន្លែងហ្នឹងហើយអ្នកទាំងអស់គ្នាអាចជួយបន្ថែមខ្ញុំតាមរយៈ barcode ដែលមានបង្ហាញនៅលើអេក្រង់ទូរស័ព្ទនេះផងដែរដើម្បីខ្ញុំអាចទាំងការទូរស័ព្ទបញ្ចូលអ៊ីនធឺណិតថតជាវីដេអូចែកជូនអ្នកទាំងអស់គ្នាទស្សនាកំសាន្តជាហួយបន្តទៀតសូមអរគុណជួបគ្នានៅក្នុងឱកាសក្រោយ